ចាឥតកណ្ដៀកោកណ្ដោកាត់ចាយណាស់មិនបាត់មិនមានលៀងអ្នកបើចាយច្រើនណាកើតច្រើនហើយចម្រើនទៀងពីបច្ចុប្បន្នរៀងទៅបរលោកស្វាគមន៍មកកាន់ podcast ភាពញញឹមរបស់លោកអ្នកជួបគ្នាជាថ្មីទៀតហើយរបស់ Care Talk ថ្ងៃនេះមានខ្ញុំរិទ្ធីសូមនាំមកនៅចំណេះដឹងដែលជាទ្រព្យជាប់នឹងប្រាណហើយដែលទ្រព្យនោះចោលលួចក៏មិនបានភ្លើងឆេះក៏មិនអស់ហើយកាន់តែចាយកាន់តែរីកសាយភាយទ្វេដងហើយក៏កាន់តែសោះសាយនៅពេលដែលលោកអ្នកចែករំលែកទៅកាន់អ្នកដទៃនោះគឺជាទ្រព្យមហាសាលដែលមិនចេះរីងស្ងួតរបស់មនុស្សចាស់បងប្អូននិងប្រិយមិត្តទាំងអស់ជាទីមេត្រីពាក្យថាឥតកណ្ដៀកោកណ្ដោផាត់គឺជាទ្រព្យដែលគ្មានអ្នកណាអាចដណ្ដើមបានសំដៅទៅលើសុខភាពចិត្តនិងបញ្ញាស្មារតីការដែលមនុស្សចាស់បន្តរៀនសូត្រឬរំលឹកចំណេះដឹងធ្វើឲ្យខួរក្បាលពួកគាត់មិនងាយចុះខ្សោយឡើយពុកម៉ែបងប្អូនលោកតាលោកយាយទាំងអស់ចំណេះដឹងនិងបទពិសោធន៍ដែលលោកអ្នកមាននៅក្នុងខ្លួនគឺជាទ្រព្យដែលឥតកណ្ដៀកោកណ្ដោកាត់ទោះបីជាវ័យជ្រេបន្តិចក៏ដោយប៉ុន្តែចំណេះដឹងទាំងនេះបើលោកអ្នកចាយកាន់តែច្រើនក៏កើតកាន់តែច្រើនហើយគ្មានបារម្ភពីការបាត់បង់នោះឡើយការចែករំលែកដំបូងមានល្អទៅកាន់កូនចៅមិនត្រឹមតែជួយឲ្យក្មេងៗជំនាន់ក្រោយដើរផ្លូវត្រូវនោះទេប៉ុន្តែវាជាការសន្សំនៅបុណ្យកុសលពីបច្ចុប្បន្នទៅបរលោកទៀតផងពាក្យថាចាយច្រើនកើតច្រើនជាតម្លៃនៃការចែករំលែកលោកតាលោកយាយខ្លះលោកមានអារម្មណ៍ថាខ្លួនគាត់ចាស់ទៅប្រៀបដូចជាទូកកញ្ចាស់មួយដែលគេទុកចោលនៅមាត់ច្រាំងប៉ុន្តែតាមពិតទៅលោកគឺជាបណ្ណាល័យដែលមានជីវិតគឺជាឃ្លាំងផ្ទុកចំណេះដឹងដ៏ច្រើនពុះពូច្រើនរាប់មិនអស់ពាក្យថាចាយនៅក្នុងន័យនេះគឺជាការផ្ដល់ដំបូន្មានជាការប្រាប់ពីកំហុសឆ្គងពីមុនដើម្បីកុំឲ្យកូនចៅដើរជន់ដាននៅពេលដែលលោកអ្នកនិយាយប្រាប់កូនចៅពីរបៀបរស់នៅឬពីធម៌ពីអានោះនៅក្នុងចំណេះដឹងលោកអ្នកក៏កាន់តែច្បាស់ហើយសេចក្តីសុខនៅក្នុងចិត្តក៏កាន់តែពោពេញទៅដោយស្នាមញញឹមទៅដោយសេចក្តីសុខផ្លូវចិត្តផ្លូវកាយស្រស់ស្រាយណាស់ពាក្យថាចម្រើនទៀងនៅពេលដែលយើងផ្ដល់ចំណេះដឹងចិត្តយើងនឹងស្រស់ថ្លាបង្កើតបានជាសេរីសួស្តីសម្រាប់ជីវិតអ្វីដែលយើងចែករំលែកនៅពេលនេះវានឹងคล้ายទៅជាពន្លឺទៅថ្ងៃមុខការផ្ដល់ចំណេះដឹងគឺជាធម្មទានដែលមានផលបុណ្យខ្ពស់បំផុតមាសប្រាក់ចាយគង់តែមានថ្ងៃអស់អ្នកប៉ុន្តែចំណេះដឹងនិងគុណធម៌ចាយកាន់តែច្រើនកាន់តែចម្រើននៅក្នុងនាមជាមនុស្សចាស់យើងមិនគ្រាន់តែរស់ដើម្បីចាំថ្ងៃប៉ុណ្ណោះទេប៉ុន្តែយើងរស់ដើម្បីបញ្ចេញនៅពន្លឺរស្មីដ៏ត្រចះត្រចង់នៅបទពិសោធន៍នៅមេរៀនទុកជាមរតកដល់កូនចៅតរៀងទៅយើងមិនអាចយកមាសប្រាក់ទៅជាមួយបានក៏ពិតមែនប៉ុន្តែយើងអាចយកគុណធម៌យកបុណ្យកុសលដែលកើតចេញពីការជួយតម្រង់ទិសដល់អ្នកដទៃទៅជាមួយបានការរស់នៅដោយមានស្នាមញញឹមនិងការចែករំលែកធ្វើឲ្យវ័យជរាคล้ายជាវែងមាសដែលមានតម្លៃដ៏មហាសាលបងប្អូនប្រិយមិត្តទាំងអស់ជាទីរាប់អានរៀនមិនចេះចប់ចែករំលែកមិនចេះអស់ដើម្បីឲ្យសមស្របនឹងបរិបទនៃការថែទាំមនុស្សចាស់ដោយបេះដូងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ជាទីគោរពចូលចងចាំថារៀនមិនចេះចប់ចែករំលែកមិនចេះអស់
ជាមរតកដ៏ល្អបំផុតដែលយើងអាចទុកឲ្យកូនចៅមិនមែនគ្រាន់តែជាដីធ្លីជាលុយកាក់ជាផ្ទះសម្បែងប៉ុណ្ណោះទេគឺជាចំណេះដឹងនិងជាគំរូល្អៗនៃការរស់នៅនេះហើយគឺជាការថែទាំខ្លួនឯងនិងថែទាំអ្នកដទៃប្រកបដោយបេះដូងតាមរយៈCare You Talk សូមអរគុណនិងសូមជម្រាបលា